Hello ជម្រាបសួរបាទថ្ងៃនេះមកជួបជាមួយនឹងខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀប download app របស់ TikTok មកប្រើគឺ TikTok របស់ចិនដូច្នេះបើបងប្អូនណាចង់លេង TikTok ចិនបងប្អូនអាច down app មកប្រើបានមកប្រើដើម្បីយើងចូលទៅលេងជាមួយប្រជាជនចិនចង់ដឹងថាតើប្រជាជនចិនគេលេង TikTok របៀបណាតើគេបង្ហោះវីដេអូឬក៏បទចម្រៀងបែបណាខ្លះយើងអាចចូលទៅលេងបានកុំឲ្យខាតពេលវេលាយូរចង់ដឹងថាគេដោនរបៀបណាបងប្អូនកុំភ្លេចតាមដានវីដេអូនេះជាមួយនឹងខ្ញុំជាដំបូងគឺយើងចុចចូលមកក្នុង Chrome ឬក៏ចូលមកក្នុង Google ក៏បានដែរឥឡូវខ្ញុំសូមចុចចូលក្នុង Google បន្ទាប់ពីយើងចូលមកដល់ក្នុង Google ហើយយើងសរសេរថា TikTok Chineseដោយសារតែខ្ញុំបានសរសេរហើយគឺវាលោតនៅលើនឹងស្រាប់នេះចំណុចទី2នេះគឺយើងចុចលើវាបែបហ្នឹងមកបន្ទាប់មកយើងឃើញ TikTok ជាច្រើនរបស់ចិនអ្វីដែលយើងត្រូវជ្រើសរើសគឺយើងជ្រើសរើសយក TikTok មួយដែលមានអក្សរចិនឥឡូវឃើញថាវាកំពុងតែ refresh ចូលមកដល់កន្លែង TikTok របស់ចិនហើយដូច្នេះនេះគឺជា TikTok ចិនដែលយើងបានចូលមកហើយប៉ុន្តែយើងអត់មាន account ទេកន្លែងនេះគេដាក់ថា login ដោយសារតែខ្ញុំអត់ទាន់បាន login ទេអញ្ចឹងខ្ញុំអត់មាន account ទេឥឡូវគឺយើងចង់ដឹងថាតើគេ down app របស់ TikTok ចិនមកដូចម្ដេចឥឡូវគឺយើងមើលកន្លែង get app យើងចុចកន្លែង get app ហ្នឹងមកបន្ទាប់ពីយើងចុចកន្លែង get app នេះហើយវាលោតមកដល់ត្រង់ចំណុចនេះគឺយើងចុច get app ម្ដងទៀតរូបផ្ទាំងពណ៌សហ្នឹងបន្ទាប់មកគេឲ្យយើងចុច cancel និង download and never អញ្ចឹងយើងចុចកន្លែង download and never នឹងមកចុចលើវាឲ្យលើឃើញថាវាកំពុងតែ download ហើយយើងចុចកន្លែង detail នឹងមកចុចចូលមើលឥឡូវឃើញថាវាកំពុងតែ download បានពាក់កណ្ដាលហើយនៅដល់កន្លែងនេះគឺយើងត្រូវរងចាំឲ្យវា download ពេញសាន់ហើយកន្លែងហ្នឹងគឺយើងត្រូវរងចាំរៀងយូរបន្តិចតាមអ៊ីនធឺណិតរបស់យើងដើរលឿនឬក៏យឺតអាស្រ័យលើសេវាអ៊ីនធឺណិតរបស់យើងដែរហើយនឹងមេក្បៃដែលគេដាក់មកតើមេក្បៃរបស់ app ហ្នឹងគឺវាប្រមាណមេក្បៃបើវាមេក្បៃទូចគឺវា down លឿនទេតែបើវាមេក្បៃធំគឺ down រៀងយូរដែរតែនេះមេក្បៃវាប្រហែលជា200ជាងគឺវារៀងធំដែរសម្រាប់មេក្បៃដែលខ្ញុំ down នេះឥឡូវឃើញថាវា down ពេញហើយយើងចុចលើរូបនឹងមកផ្ទាំងនឹងមកបន្ទាប់មកទៀតគឺយើងចុចកន្លែង install ឥឡូវវាកំពុងតែ install មកហើយវាកំពុងតែដើរហើយកន្លែងហ្នឹងគឺវាឲ្យយើងរងចាំរៀងយូរបន្តិចវាដើររៀងយូរដែរកន្លែងហ្នឹងបន្ទាប់ពីយើង install មកឃើញថាវាចេញ open ហើយនឹងសញ្ញាដាន់គឺយើងចុចដាន់មកឥឡូវឃើញថា TikTok របស់យើងបាន download មកបានសម្រេចហើយសម្រាប់ការបង្កើតគណនី TikTok account ចិនខ្ញុំនឹងចេញនៅវីដេអូក្រោយទៀតអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀត